រៀបសួរទូរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់ការផ្សាយរបស់នីតិទីផ្សារការងារនិងមុខរបរនេះថ្ងៃនេះនីតិទីផ្សារការងារនិងមុខរបររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារសំណូមមកជូនទូរទស្សនិកជននៅមាតិកាព័ត៌មានសំខាន់ៗដូចតទៅ1បទយការស្ដីអំពីឱកាសទទួលបានការងារសមរម្យនិងកម្មសិក្សាការងារនៅក្នុងវេទិកាការងារនៃមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ2ព័ត៌មានជ្រើសរើសបុគ្គលិកសំខាន់នៅក្នុងប្រទេសនេះសប្តាហ៍នេះជាបន្តទៅទៀតនេះសូមអញ្ជើញទូរទស្សនិកជនតាមដានទស្សនាកម្មវិធីរបស់ខ្ញុំដូចតទៅរាជរដ្ឋាភិបាលកម្ពុជាក្រោយពីការអនុវត្តនូវគោលនយោបាយអភិវឌ្ឍវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរួមទាំងបង្កើននូវឱកាសការងារដើម្បីលើកស្ទួយធនធានមនុស្សនិងកម្លាំងពលកម្មនៅក្នុងប្រទេសឲ្យកាន់តែប្រសើរឡើងហើយស្របទៅតាមទីផ្សារការងារនាពេលបច្ចុប្បន្នយ៉ាងណាមិញការពង្រឹងយន្តការវេទិកាការងារពង្រីកការផ្តល់សេវារកការងារនិងផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារក្នុងនិងក្រៅប្រទេសជូនដល់ប្រជាពលរដ្ឋគឺជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រលើកស្ទួយជីវភាពប្រជាពលរដ្ឋដើម្បីទទួលបាននូវឱកាសការងារសមរម្យដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់យុវជនអ្នកស្វែងរកការងារធ្វើនិងសាធារណជនទូទៅក្នុងការដាក់ពាក្យស្វែងរកការងារក្នុងប្រទេសក៏ដូចជានយោជកដែលត្រូវការបុគ្គលិកកម្មករនយោជិតផងនោះទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំនូវកម្មវិធីវេទិកាការងារប្រចាំខែរបស់ខ្លួនស្ដីពីឱកាសការងារនិងកម្មសិក្សាការងារនៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនាថ្ងៃទី30ខែកញ្ញាកន្លងទៅនេះដោយនាំយកនៅឱកាសការងារប្រមាណជិត300កន្លែងពីបណ្ដាក្រុមហ៊ុនល្បីៗចំនួន5មានដូចជាក្រុមហ៊ុន Manulife Cambodia PLC ក្រុមហ៊ុន Cambrew Co Ltd ធនាគារស្ថាបនា DFI Lucky Private Limited គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance ទៅតាមជំនាញផ្សេងៗគ្នាជូនដល់សិស្សនិស្សិតនិងអ្នកស្វែងរកការងារទូទៅនេះជាលើកទីអាចថាលើកទី4ទី5ហើយដែលក្រុមហ៊ុន Manulife មានវត្តមាននៅក្នុងពិព័រណ៍ការងារដែលរៀបចំឡើងដោយក្រសួងការងារខ្ញុំគិតថាកម្មវិធីនេះគឺល្អមែនតើព្រោះដោយសារយើងមានឱកាសបានជួបជាមួយនឹងបងប្អូននិស្សិតដែលគាត់កំពុងតែតការសិក្សាផ្នែកបរិញ្ញាបត្រឬមួយក៏អ្នកដែលចប់ការសិក្សាហើយគាត់កំពុងតែស្វែងរកការងារអញ្ចឹងខ្ញុំគិតថាកម្មវិធីនេះគឺល្អមែនទែនសម្រាប់ពួកគាត់ព្រោះដោយសារយើងមានក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិទាំងក្រុមហ៊ុនអន្តរជាតិទាំងក្រុមហ៊ុនក្នុងស្រុកធំដែលចូលរួមនៅក្នុងពិព័រណ៍ការងារនេះអញ្ចឹងពួកគាត់មានឱកាសបានជួបសម្ភាសភ្លាមហើយក៏មានឱកាសចង់និយាយថាអ្នកខ្លះគាត់មានឱកាសរហូតដល់ទទួលបានការ confirm ពីខាងក្រុមហ៊ុនភ្លាមថាគាត់ជាប់ខ្លាចជាបុគ្គលិករបស់គ្រឹះស្ថានណាមួយដែលគាត់ទទួលបានការសម្ភាសថ្ងៃនេះយើងបានចូលរួមនៅក្នុងកម្មវិធីផ្ដល់ការងារក៏ដូចជាស្វែងរកបុគ្គលិកដែលចូលបម្រើការងារនៅក្នុងស្ថាប័ន WB Finance ហើយស្ថាប័នយើងបច្ចុប្បន្ននេះគឺកំពុងតែត្រូវការបុគ្គលិកជាច្រើនផ្នែកហើយនៅក្នុងផ្នែកទាំងអស់នោះបើសរុបទៅនៅក្នុងថ្ងៃនេះគឺយើងផ្ដល់ឱកាសមានជាង13តំណែងហើយនៅក្នុងតំណែងនីមួយៗគឺយើងត្រូវការច្រើនកន្លែងបំផុតបាទហើយជាចុងក្រោយក្នុងនាមខ្ញុំជាក្រុមការងារមកពីផ្នែកធនធានមនុស្សនិងតំណាងឲ្យគ្រឹះស្ថាន WB Finance ក៏សូមអរគុណដល់ស្ថាប័នគ្រឹះស្ថានដែលបានផ្ដល់ឱកាសឲ្យពួកយើងបានជួបជាមួយបងប្អូននៅក្នុងការជ្រើសរើសក៏ដូចជាផ្ដល់ការងារជូនដល់បងប្អូនក៏ដូចជាបងប្អូនចំនួនក្រោយបាទសូមអរគុណសម្រាប់វេទិកាការងារនៅចុងខែកញ្ញានេះមានអ្នកចូលរួមប្រមាណជិត400នាក់និងបេក្ខជនចំនួន17នាក់សម្ភាសការងារជាប់ជាស្ថាពរនិង148នាក់ជាប់បឋមពីបណ្ដាក្រុមហ៊ុនសហគ្រាសដែលបានចូលរួមផងដែរថ្ងៃហ្នឹងដែរខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានចូលរួមកម្មវិធីនៅក្រសួងការងារហើយក៏អរគុណដល់ក្រសួងការងារដែលបានបង្កើតកម្មវិធីនេះឡើងសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកការងារខ្ញុំបាទពិតជាសប្បាយចិត្តណាស់ដែលបានចូលរួមនៅក្នុងកម្មវិធីស្វែងរកការងារនេះហើយក៏សូមអរគុណដល់ក្រសួងការងារដែលបានជួយស្វែងរកការងារដល់និស្សិតក៏ដូចជាសិស្សានុសិស្សទាំងអស់ ហ
ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នៅវិធានការបង្ការអនាម័យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ដើម្បីធានានូវសុវត្ថិភាពនិងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្មនិងទទួលបានឱកាសការងារសម្រាប់ភាគីនិយោជកនិងអ្នកស្វែងរកការងារ សូមជម្រាបជូនផងដែរថាវេទិកាការងារដែលរៀបចំនៅថ្ងៃនេះគឺយើងបានផ្ដល់ឱកាសការងារយ៉ាងច្រើនជូនដល់បងប្អូនសិស្សនិស្សិតក៏ដូចជាអ្នកស្វែងរកការងារធ្វើក៏ដូចជាអ្នកស្វែងរកកន្លែងចុះកម្មសិក្សាគាត់អាចមានឱកាសក្នុងការជួបផ្ទាល់ជាមួយនឹងបណ្ដាសហគ្រាសនិយោជកដែលគាត់ពេញចិត្តក៏ដូចជាចាប់អារម្មណ៍ក្នុងការដាក់ពាក្យសម្ភាសដោយភ្លាមផ្ទាល់នៅក្នុងកន្លែងតែម្ដងទាំងបណ្ដាសហគ្រាសនិយោជកក៏ដូចជាអ្នកស្វែងរកការងារធ្វើពួកគាត់ទាំងពីរមានឱកាសជួបគ្នានៅនឹងកន្លែងនៅក្នុងមជ្ឈមណ្ឌលការងាររាជភ្នំពេញនៃកម្មវិធីយើងផងដែរជាការបន្ថែមផងដែរថានៅក្នុងបរិបទនេះគឺមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលជីវៈយើងបានរៀបចំនៃកម្មវិធីនេះដោយយកចិត្តទុកដាក់បំផុតដូចជាម៉ត់ចត់ដើម្បីបង្ការនៃការចូលរួមការពារនៃវិធានការការពាររបស់ក្រសួងសុខាភិបាលក្នុងការថែទាំសុខភាពក៏ដូចជាការវិធានការការពារនៃជំងឺ Covid-19 តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលដូច្នេះបងប្អូនសិស្សនិស្សិតក៏ដូចជាអ្នកស្វែងរកការងារធ្វើអាចអញ្ជើញចូលរួមជាមួយនឹងវេទិកាការងាររបស់មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅក្នុងក្រសួងការងារនិងបណ្ដុះបណ្ដាលជីវៈដែលគ្រាន់តែភ្ជាប់មកជាមួយនឹង CV ប្រវត្តិរូបសង្ខេបក៏ដូចជាការរៀបចំខ្លួនឲ្យបានសមរម្យដើម្បីមកជួបជាមួយនឹងបណ្ដាសហគ្រាសនិយោជករបស់យើងក្នុងការធ្វើការសម្ភាសន៍ការងារផ្ទាល់ ទីភ្នាក់ងារជាតិមុខរបរនិងការងារនឹងបន្តរៀបចំនៅវេទិកាការងារទាំងនៅរាជធានីភ្នំពេញនិងនៅបណ្ដាខេត្តនានានៅទូទាំងប្រទេសដើម្បីនាំយកនៅឱកាសការងារដែលកំពុងមានយ៉ាងច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែខិតជិតទៅដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារហេតុនេះសិស្សនិស្សិតអ្នកស្វែងរកការងារធ្វើនិយោជកព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងស្វែងរកការងារធ្វើឬត្រូវការបទពិសោធន៍ស្វែងរកការងារធ្វើនិងត្រូវការជ្រើសរើសកម្លាំងពលកម្មអាចទទួលបានសេវាផ្ដល់ជូនដោយរាជរដ្ឋាភិបាលដោយមិនគិតកម្រៃនេះតាមរយៈលេខទូរស័ព្ទ016 78 66 55 ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ www.nea.gov.kh និងទំព័រ Facebook NEA ខ្មែរដោយងាយស្រួល ជាកិច្ចបន្តទៅទៀតនេះនាងខ្ញុំសូមជម្រាបជូនព័ត៌មានជ្រើសរើសបុគ្គលិកសំខាន់ៗនៅក្នុងប្រទេសនាសប្តាហ៍នេះក្រុមហ៊ុន Eon Cambodia Co Ltd បានបង្កើតនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ2014មកនោះនាពេលបច្ចុប្បន្នក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិកទាំងពីរភេទជាច្រើនអ្នកដូចខាងក្រោមលក្ខខណ្ឌនៃការជ្រើសរើសរៀនចប់ថ្នាក់ទី12ឬកំពុងរៀននៅមហាវិទ្យាល័យមានអាយុចាប់ពី18ឆ្នាំឡើងទៅមានភាពស្មោះត្រង់អំណត់រួសរាយរាក់ទាក់និងរហ័សរហួនចូលចិត្តខាងទំនាក់ទំនងជាមួយអតិថិជននិងមានឆន្ទៈនៅក្នុងការអភិវឌ្ឍខ្លួនក្រុមហ៊ុននឹងផ្ដល់ជូននៅការបណ្ដុះបណ្ដាលមុនចូលបម្រើការងារប្រាក់ខែសមរម្យប្រាក់លើកទឹកចិត្តប្រចាំខែការធានារ៉ាប់រងក្នុងម៉ោងការងារមានផ្ដល់ជូនអាហារមួយពេលនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតបើបេក្ខជនបេក្ខានារីមានចំណាប់អារម្មណ៍ចំពោះការងារខាងលើសូមទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារតាមរយៈលេខទូរស័ព្ទ016 78 66 55 លើសពីនេះនៅក្នុងសប្តាហ៍នេះទីភ្នាក់ងារជាតិមុខរបរនិងការងារបានប្រមូលនិងផ្សព្វផ្សាយនៅព័ត៌មានជ្រើសរើសបុគ្គលិកជាច្រើនកន្លែងជាច្រើនប្រភេទបន្ថែមទៀតអាស្រ័យហើយនេះប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើអាចទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលការងារដែលស្ថិតនៅរាជធានីភ្នំ
ចូលមើលគេហទំព័រដែលមានអាសយដ្ឋាន www.nea.gov.kh និងគេហទំព័ររបស់អង្គភាពព័ត៌មាននិងព្រឹត្តិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី www.pressocm.gov.kh ផងដែរនាងខ្ញុំសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់អស់លោកអ្នកនាទីទីផ្សារការងារនៅមុខរបររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនឹងវិលមកជួបទូរទស្សនិកជននៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលសម្រាប់សប្តាហ៍នេះសូមអរគុណសូមគោរពលា